មីសុតមិនខ្លាចភ្លើងលោកស្រីច័ន្ទធូស្នើសុំឲ្យក្រុមហ៊ុន 7NG បញ្ជាក់ភស្តុតាងនិងឯកសារឲ្យបានច្បាស់លាស់ចំពោះការចោទប្រកាន់ថាបានកឹបកេងប្រាក់ក្រុមហ៊ុនអំឡុងពេលឆ្នាំ2006ដល់ឆ្នាំ2011ឲ្យបានមុនថ្ងៃទី20ខែតុលាឆ្នាំ2025ជាកំហិតក្រោយពីទទួលបានព័ត៌មានច្បាស់ការពីលោកស្រីច័ន្ទធូដែលបានបង្ហោះខ្លឹមសារនៅក្នុងបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនដែលមានចំណងជើងថាមីសុតមិនខ្លាចភ្លើងយើងខ្ញុំស្នើសុំឲ្យក្រុមហ៊ុន 7NG បញ្ជាក់ភស្តុតាងនិងឯកសារឲ្យបានច្បាស់លាស់ថាយើងខ្ញុំបានកឹបកេងប្រាក់ចំនួនប៉ុន្មានអំឡុងឆ្នាំ2006ដល់ឆ្នាំ2011ឲ្យបានមុនថ្ងៃទី20ខែតុលាឆ្នាំ2025ជាកំហិតយោងតាមសេចក្តីរាយការណ៍របស់លោកស្រីច័ន្ទធូបានឲ្យអង្គភាពសារព័ត៌មានយើងដឹងថាបើដឹងតែមួយតែចេញជា3ផ្នែកនៃរដ្ឋបវេនីសារសម្លេងឆ្លើយឆ្លងគ្នាតាមបណ្ដាញប្រព័ន្ធ Telegram នៃការលេខ292អយញចុះថ្ងៃទី10ខែមីនាឆ្នាំ2025សម្រាប់តម្កល់រឿងទុកឥតចាត់ការរបស់អាយកាអមសាលាដំបងរាជធានីភ្នំពេញសេចក្តីសម្រេចតម្កល់ដីការឿងទុកឥតចាត់ការលេខ276សតប្រក025ចុះថ្ងៃទី26ខែមិថុនាឆ្នាំ2025របស់មហាអាយកាសាលាឧទ្ធរភ្នំពេញបានកម្មសិទ្ធិដីរបស់លោកស្រីច័ន្ទធូសំណុំរឿងបង្កកកុងធនាគាររបស់លោកស្រីច័ន្ទធូនិងលោកស្រីឡុងនាងវចនាដែលចោទប្រកាន់កឹបកេងប្រាក់$24លានលោកស្រីច័ន្ទធូបានដាក់ជាសំណួរថា1តើក្រុមហ៊ុន 7NG ដែលមានលោកអុកញ៉ាស្រីសុធាជាអគ្គនាយកក្រុមហ៊ុនមានភស្តុតាងជាឯកសារដែលចោទយើងខ្ញុំបានកឹបកេងប្រាក់ឬទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដែរឬទេ2តើក្រុមហ៊ុនឬម្ចាស់ភាគហ៊ុនមានលិខិតឬកិច្ចព្រមព្រៀងឲ្យយើងខ្ញុំទិញដីដែលលោកបានប្តឹងទាមទារដីទាំងអស់ពីយើងខ្ញុំតាមផ្លូវតុលាការដែរឬទេ3តើលោកនាយកក្រុមហ៊ុន 7NG មានភស្តុតាងប្លង់ដីដែលមានឈ្មោះក្រុមហ៊ុនជាកម្មសិទ្ធិករដែលយើងខ្ញុំបានផ្ទេរកម្មសិទ្ធិមកក្រោមឈ្មោះយើងខ្ញុំដែរឬទេតើក្រុមហ៊ុន 7NG ដែលមានលោកអុកញ៉ាស្រីសុធាជាអគ្គនាយកក្រុមហ៊ុននិងលោកអុកញ៉ាស្រីច័ន្ទថនលោកស្រីសុធារិទ្ធនិងលោកស្រីច័ន្ទថានៅក្នុងបណ្ដឹងទាំង3ខាងលើតើមួយណាពិតប្រាកដក្នុងការចោទប្រកាន់ថាលោកស្រីច័ន្ទធូបានកឹបកេងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន 7NG មកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះសូមលោកអុកញ៉ាស្រីសុធាព្រមទាំងកូនសូមបង្ហាញភស្តុតាងឲ្យបានច្បាស់លាស់ត្រឹមត្រូវតាមផ្នែកច្បាប់ឬមួយក៏ដីវិវាទដែលបានប្តឹងយកសងបំណុលគេដែលមិនពាក់ព័ន្ធជាមួយម្ចាស់ដីឡើយហើយដីនោះទៀតលោកស្រីច័ន្ទធូដែលប្រមូលទិញពីប្រជាពលរដ្ឋដែលជាកម្មសិទ្ធិដីដើមហើយលោកស្រីច័ន្ទធូក៏បានចុះបញ្ជីតាមច្បាប់បានត្រឹមត្រូវចេញបានកម្មសិទ្ធិដាច់ដោយដុំរួចក៏បានបន្តចុះបញ្ជីជាប្រព័ន្ធរួចរាល់ផងដែរទៅតាមអនុក្រឹត្យលេខ46អណក្របកចុះថ្ងៃទី31ខែឧសភាឆ្នាំ2002ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដីនិងសៀវភៅគោលបញ្ជីដីធ្លីនិងអនុក្រឹត្យលេខ122អណក្របកចុះថ្ងៃទី9ខែមិថុនាឆ្នាំ2016ស្ដីពីការកែសម្រួលមាត្រា6មាត្រា7និងមាត្រា11នៃអនុក្រឹត្យលេខ46អណក្របកចុះថ្ងៃទី31ខែឧសភាឆ្នាំ2002ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដីនិងសៀវភៅគោលបញ្ជីដីធ្លីសំណួរសុថាតើលោកអុកញ៉ាស្រីសុធាព្រមទាំងកូនបានប្តឹងជំទាស់ទៅតាមអនុក្រឹត្យនឹងដែរឬទេចុះហេតុអ្វីបានជាមកប្តឹងនៅឆ្នាំ2024ទៅវិញសូមបង្ហាញភស្តុតាងដូច្នេះហើយខ្ញុំសូមស្នើសុំដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌សូមមេត្តារកភាពយុតិធម៌ដល់យើងខ្ញុំទាំងពីរនាក់ដែលរងការចោទប្រកាន់ដោយអយុត្តិធម៌ពីលោកអុកញ៉ាស្រីសុធាអគ្គនាយកក្រុមហ៊ុន 7NG ព្រមទាំងកូនខាងក្រោមនេះគឺជាលិខិតស្នើសុំបញ្ជាក់របស់លោកស្រីច័ន្ទធូនិងលោកស្រីឡុងនាងវចនាដែលត្រូវជាភរិយាដែលមានខ្លឹមសារទាំងស្រុងដូចតទៅលិខិតស្នើសុំបញ្ជាក់ខ្ញុំបាទឈ្មោះស្រីច័ន្ទធូកើតថ្ងៃទី5ខែឧសភាឆ្នាំ1980សញ្ជាតិខ្មែរនិងប្រពន្ធឈ្មោះឡុងនាងវចនាកើតថ្ងៃទី9ខែធ្នូឆ្នាំ1982សញ្ជាតិខ្មែរអាសយដ្ឋានផ្ទះលេខ17ផ្លូវ422ភូមិ13សង្កាត់ទលេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញលេខទូរស័ព្ទ09977 7 ជូនចំពោះអភិបាលក្រុមហ៊ុន 7NG គ្រប់ជាទីគោរពដ៏ខ្ពង់ខ្ពស់
កម្មវត្ថុយើងខ្ញុំស្នើសុំឲ្យក្រុមហ៊ុន 7NG គ្រប់បញ្ជាក់ភស្តុតាងជាឯកសារឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការកឹបកេងប្រាក់អំឡុងឆ្នាំ 2006 2011 ឲ្យបានមុនថ្ងៃទី 20 ខែតុលាឆ្នាំ 2025 ជាកំហិតយោងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន 7NG គ្រប់ចុះថ្ងៃទី 9 ខែតុលាឆ្នាំ 2025 សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន 7NG គ្រប់ចុះថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 2025 លិខិតប្រកាសរបស់ក្រុមហ៊ុន 7NG គ្រប់ចុះថ្ងៃទី 12 ខែមិថុនាឆ្នាំ 2023 សំណុំរឿងព្រហ្មទណ្ឌលេខ 8290 ចុះថ្ងៃទី 27 ខែធ្នូឆ្នាំ 2024 ដែលលោកឪពុកស្រីសុធីអុកញ៉ាស្រីចន្ទថនលោកស្រីចន្ទថានិងលោកស្រីស្រីសុធារិទ្ធបានប្តឹងយើងខ្ញុំពីបទឆោបោកនិងរំលោភទំនុកចិត្តតបតាមកម្មវត្ថុនិងយោងខាងលើយើងខ្ញុំមានកិត្តិយសសូមជម្រាបជូនលោកអភិបាលមេត្តាជ្រាបថាកន្លងមកក្រុមហ៊ុន 7NG គ្រប់និងលោកឪពុកស្រីសុធាអុកញ៉ាស្រីចន្ទថនលោកស្រីចន្ទថានិងលោកស្រីស្រីសុធារិទ្ធតែងតែចោទប្រកាន់យើងខ្ញុំថាបានកឹបកេងប្រាក់របស់ក្រុមហ៊ុនយកទៅទិញដីនៅភូមិសាស្ត្រឃុំអរិយក្សត្រស្រុកលវីអែមនិងនៅកន្លែងផ្សេងទៀតក្នុងអំឡុងឆ្នាំ 2006 ដល់ឆ្នាំ 2011 នៅពេលខ្ញុំបានឈ្មោះស្រីចន្ទធូមានតួនាទីជាអគ្គនាយកក្រុមហ៊ុន 7NG គ្រប់មិនតែប៉ុណ្ណោះពួកគាត់បានប្តឹងរកចាប់ខ្លួនយើងខ្ញុំត្រូវជាកូនបង្កើតកូនប្រសាបងបង្កើតនិងបងថ្លៃពីបទឆោបោកនិងរំលោភទំនុកចិត្តដូចមានក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ 8290 ចុះថ្ងៃទី 27 ខែធ្នូឆ្នាំ 2024 របស់អាយកាអមសាលាដំបងរាជធានីភ្នំពេញទាំងដែលគ្មានភស្តុតាងទាល់តែសោះដូច្នេះយើងខ្ញុំស្នើសុំឲ្យក្រុមហ៊ុន 7NG គ្រប់បង្ហាញភស្តុតាងជាឯកសារឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការកឹបកេងប្រាក់ថាតើយើងខ្ញុំបានកឹបកេងប្រាក់របស់ក្រុមហ៊ុន 7NG គ្រប់ចំនួនប៉ុន្មានក្នុងអំឡុងឆ្នាំ 2006 ដល់ឆ្នាំ 2011 ដែលយើងខ្ញុំបានចាក់ចេញពីក្រុមហ៊ុន 7NG អស់រយៈពេល 14 ឆ្នាំកន្លងមកហើយសួរថាមួយក្រុមហ៊ុន 7NG គ្រប់ថ្មីបានចោទយើងខ្ញុំកឹបកេងប្រាក់ក្រុមហ៊ុនចុះហេតុអ្វីបានជាមកដាក់ពាក្យបណ្ដឹងប្តឹងរឹបអូសទ្រព្យសម្បត្តិដីធ្លីផ្ទះផ្ទាល់ខ្លួនដែលជាកម្មសិទ្ធិឯកជនស្របច្បាប់ប្លង់រឹងរបស់យើងខ្ញុំទៅវិញ 2. ចុះដីរបស់ក្រុមហ៊ុន 7NG គ្រប់នៅសល់រាប់ពាន់ហិកតាម្ដេចបានជាមិនលក់យកប្រាក់ធ្វើហេដ្ឋារចនាសម្ព័ន្ធជូនអតិថិជនរបស់ខ្លួន 3. ទឹកប្រាក់ដែលអតិថិជនបានបង់ឲ្យក្រុមហ៊ុន 7NG គ្រប់តើក្រុមហ៊ុនយកប្រាក់ទៅណាម្ដេចមិនព្រមយកប្រាក់ទាំងអស់នោះអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជូនអតិថិជនរបស់ខ្លួនទៅវិញ 4. នរណាជាអ្នកកឹបកេងឲ្យពិតប្រាកដចំពោះភាគហ៊ុនរបស់ខ្ញុំបាទស្រីចន្ទធូ 55% សរុបដី 7714 ហិកតាអំឡុងឆ្នាំ 2006 ដល់ឆ្នាំ 2011 និងប្រាក់ដែលបានលក់ដីការិយាល័យក្រុមហ៊ុន 7NG គ្រប់ក្រុងភ្នំពេញសរុបចំនួន 120 លានដុល្លារអាមេរិកតើក្រុមហ៊ុន 7NG គ្រប់យកប្រាក់ទៅណាយើងខ្ញុំសូមបញ្ជាក់ថាដីចំនួន 69 ក្បាលដីដែលជាដីកម្មសិទ្ធិឯកជនស្របច្បាប់មានប្លង់រឹងទាំងអស់របស់យើងខ្ញុំដែលមានទីតាំងភូមិសាស្ត្រឃុំអរិយក្សត្រស្រុកលវីអែមនិងនៅកន្លែងផ្សេងទៀតគឺមិនមែនជាដីរបស់ក្រុមហ៊ុន 7NG គ្រប់ឡើយប៉ុន្តែបែរជាក្រុមហ៊ុន 7NG គ្រប់អុកញ៉ាស្រីចន្ទថនអុកញ៉ាស្រីសុធាលោកស្រីចន្ទថានិងលោកស្រីស្រីសុធារិទ្ធប្តឹងទាមទារដីចំនួន 69 ក្បាលដីពីយើងខ្ញុំតាមផ្លូវតុលាការទាំងដែលពុំមានភស្តុតាងជាឯកសារពាក់ព័ន្ធនឹងយើងខ្ញុំកឹបកេងទ្រព្យសម្បត្តិក្រុមហ៊ុនតតែសោះប្រសិនបើរកឃើញមានភស្តុតាងបញ្ជាក់ច្បាស់លាស់ថាខ្ញុំបានកឹបកេងប្រាក់ក្រុមហ៊ុន 7NG ពិតប្រាកដមែននោះខ្ញុំបាទនឹងសងជាប្រាក់វិញនឹងហ៊ានទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមានដោយគ្មានការកិច្ចវេះឡើយរឿងកឹបកេងប្រាក់ត្រូវសងវិញដោយប្រាក់ទៅក្រុមហ៊ុន 7NG វិញមិនមែននាំគ្នាធ្វើផែនការស៊ីដាច់ដីទាំង 69 ក្បាលដីស្របច្បាប់របស់ខ្ញុំដូចនេះឡើយយើងខ្ញុំមានភស្តុតាងភាពស្អាតស្អំរបស់យើងគឺដីការសម្រេចតម្កល់រឿងទុកឥតចាត់ការលេខ 292 អយញចុះថ្ងៃទី 10 ខែមីនាឆ្នាំ 2025 របស់អាយកាអមសាលាដំបងរាជធានីភ្នំពេញនិងសេចក្តីសម្រេចតម្កល់រឿងទុកឥតចាត់ការលេខ 276 សតប្រក025 ចុះថ្ងៃទី 26 ខែមិថុនាឆ្នាំ 2025 របស់មហាអាយកាអមសាលាឧទ្ធរភ្នំពេញដោយការចោទប្រកាន់យើងខ្ញុំថាបានធ្វើការកឹបកេងប្រាក់ក្រុមហ៊ុនប៉ុន្តែពួកគាត់ពុំមានភស្តុតាងនិងពុំមានឯកសារជាក់លាក់ឬកិច្ចសន្យាណាមួយដែលបានប្រគល់ប្រាក់ឲ្យយើងខ្ញុំទៅទិញដីទាំងនោះឡើយផ្ទុយទៅវិញមានតែគាត់ដែលទទួលប្រាក់ពីយើងខ្ញុំដើម្បីជាសហយនៃការធ្វើបានដីប្លង់រឹងឲ្យយើងខ្ញុំតែប៉ុណ្ណោះអាស្រ័យដោយបានគោរពជម្រាបជូនខាងលើសូមលោកអភិបាលក្រុមហ៊ុន 7NG គ្រប់មេត្តាពិនិត្យនិងបង្ហាញភស្តុតាងជាឯកសារឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការកឹបកេងប្រាក់ជូនយើងខ្ញុំតាមកាលបរិច្ឆេទខាងលើសូមលោកអគ្គនាយកក្រុមហ៊ុន 7NG មេត្តាទទួលការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទពីចម្ងាយសូមគោរពអរគុណ